អ្នកខ្ញុំមិនដឹងហ្នឹងថ្ងៃហ្នឹងគឺយើងមានតាំងពីពណ៌ស្នាដៃនិស្សិតនៅសាកលវិទ្យាល័យណូតុនណាហើយការធ្វើតាមពណ៌ហ្នឹងដែរគឺយើងចាប់ផ្ដើមតាំងពីថ្ងៃទី4ដល់ថ្ងៃទី11អញ្ចឹងចាំមើលថានៅខាងក្នុងហ្នឹងមានអីខ្លះតោះទៅមួយខ្ញុំទាំងអស់គ្នាគ្រាន់តែដើរមកដល់ច្រកទ្វារចូលភ្លាមឃើញគេដាក់ថាក្នុងឱកាសពិព័រណ៍ស្នាដៃនិស្សិត clinic ថ្មីនៃសាកលវិទ្យាល័យណូតុនបានផ្ដល់នូវសេវាកម្មជាច្រើនដូចជាប៉ះថ្មិញដកថ្មិញលាងថ្មិញពិនិត្យថ្មិញវះថ្មិញស្រោបថ្មិញនិយាយទៅច្រើនមែនតើហើយតម្លៃគឺពិសេសខ្លាំងមែនតើហើយខ្ញុំគ្រាន់តែឃើញអញ្ចឹងអូយទៅលាងថ្មិញសិនហើយចាំមកមើលពិព័រណ៍គេបន្តទៀតតោះអ្នកនរគ្នាទៅទីតាំងធ្វើថ្មិញមួយខ្ញុំទាំងអស់គ្នាដែលមានទីតាំងស្ថិតនៅមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនៅបន្ទប់ AG08 អញ្ចឹងខ្ញុំដាក់ highlight ឲ្យអ្នកនរគ្នាមើលបន្តិចសិន ចំពោះកន្លែងនេះដែរគឺអ្នកមីងគាត់ជួនកូនមកសួរព័ត៌មាននៅសាលាទេប៉ុន្តែគាត់ឃើញ banner តាក់ទងជាមួយនឹងសុខភាពមាត់ធ្មេញផ្សេងៗគាត់ក៏ឈានចូលមក check up ធ្មេញហ្មងទៅកុំឲ្យខាតជើងបន្ទាប់ពីមើលគេអស់ចិត្តហើយឥឡូវនេះដល់វេនខ្ញុំត្រូវលាងធ្មេញម្ដងហើយគាត់ទៅដល់ចូលមកភ្លាមគឺខាងក្រុមគ្រូពេទ្យក៏ទទួលស្វាគមន៍យើងបានកក់ក្ដៅខ្លាំងមែនទែនបន្ទាប់មកទៀតលោកគ្រូក៏សួរតាក់ទងជាមួយនឹងបញ្ហាមាត់ធ្មេញខ្ញុំមួយរយៈក្រោយហ្នឹងថាខ្ញុំមានឈឺធ្មេញកន្លែងណាអត់អីចឹងណាហើយខ្ញុំក៏រាយរាប់ប្រាប់គាត់តាមនឹងដែរការពិតទៅ6ខែហ្នឹងគឺខ្ញុំលាងសម្អាតធ្មេញម្ដងហើយ ប៉ុន្តែមួយរយៈក្រោយហ្នឹងខ្ញុំរវល់ខ្លាំងពេកចៃដន្យអីឥឡូវហ្នឹងគឺយើងមានឱកាសល្អចាំកាលទៀតលាងឲ្យបរយទៅអូខេឥឡូវហ្នឹងគឺខ្ញុំលាងធ្មេញហើយយូរតិចដោយសារតែមិញហ្នឹងលាងធ្មេញផងហើយប៉ះធ្មេញផងហើយតម្លៃគឺសមរម្យមែនតើអ្នកនរគ្នាលាងធ្មេញតែ$3ទេហើយប៉ះធ្មេញមួយគ្រាប់ក៏តែ$3ដែរហើយលុយដែលយើងបានទាំងអស់ហ្នឹងគឺខាងសាលានឹងយកទៅបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរបន្ទាប់ពីលាងធ្មេញហើយគឺ confident មែនតើអញ្ចឹងឥឡូវនេះខ្ញុំកំពុងតែដើរទៅអគារមុខ ចាំមើលថានៅក្នុងគេមានតាំងពីពណ៌អីខ្លះតោះចាំមើលមួយខ្ញុំទាំងអស់គ្នាយ៉ាងមួយបងលេងគេលេងមិនបង chuông còng đây nè, mình lên cho chuông còng đây, đây thằng này, kiểu trên cây được thơm lắm, đọc. Spin đấy cái vòng. Spin lại lừa. បន្ទាប់ពីគាត់បានចូលមកខាងពិព័រណ៍សំណង់ស៊ីវិលគាត់ចង់ខ្លាចជាវិស្វករភ្លាមតែម្ដងបាទឥឡូវមកជួបមកចាស់ធ្លាប់រៀនកុំព្យូទ័រសាយ័នមួយគ្នាកាលនៅឆ្នាំទី1ឥឡូវខ្ញុំដូរមកវេនយប់មិនដែរឡើយសប្បាយដែរបាយគឺ assignment ញ៉ៃៗដល់អូប៉ុន្តែខ្ញុំមានក្រួយដូរទៅល្ងាចដែរមែនចាំដូរមកជួបខ្ញុំអូខេ